ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយចំពោះបងប្អូនដែលគាត់សួរមកកាន់ខ្ញុំបាទគាត់ខមមិនថាតើមានវិធីណាខ្លះបាទដែលបណ្ដាលឲ្យថាមន់ឈឺនឹងធ្វើយ៉ាងណាក៏កុំឲ្យមន់ឈឺអញ្ចឹងខ្ញុំនឹងធ្វើការឆ្លើយបាទសម្រាប់បងប្អូនដែលគាត់ធ្វើការខមមិននេះបាទហើយបងប្អូនចេះទាំងអស់គ្នាផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការបាទចិញ្ចឹមមាន់នេះផងដែរបាទហើយខ្ញុំសូមអធិស្ឋានទុកជាមុនប្រសិនបើមានពាក្យពេចន៍លឺលួសខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានបាទអញ្ចឹងការពារជំងឺមាន់បាទអញ្ចឹងជំងឺមាន់ជាជំងឺបាទកាចសាហាវមួយមានការរាលដាលយ៉ាងខ្លាំងនិងបណ្ដាលឲ្យមាន់របស់បងប្អូនងាប់ជាច្រើនបាទហើយជំងឺភាគច្រើនបាទជាជំងឺមិនអាចព្យាបាលបានបាទអញ្ចឹងដូច្នេះបាទបងប្អូនគួរតែមានវិធីបាទដែលល្អប្រសើរបំផុតគឺបងប្អូនគួរតែធ្វើការចាក់ថ្នាំបង្ការទាក់ទងទៅនឹងវ៉ាក់សាំងជាមុនសិនបាទមុននឹងធ្វើការចិញ្ចឹមលក្ខណៈទូទៅបាទលក្ខណៈទូទៅរបស់បាទវ៉ាក់សាំងគឺបាទទី1គឺវ៉ាក់សាំងជាថ្នាំសម្រាប់បាទធ្វើការបង្ការពារជំងឺបាទមិនមែនជាថ្នាំសម្រាប់ព្យាបាលនោះទេបាទបងប្អូនប្រយ័ត្នច្រឡំណាបាទគ្រាន់តែបង្ការតែប៉ុណ្ណោះបាទហើយមួយទៀតសត្វដែលអាចធ្វើការចាក់វ៉ាក់សាំងបានចឹងបងប្អូនគួរតែធ្វើនៅពេលដែលវាមានសុខភាពល្អបាទហើយវ៉ាក់សាំងមួយមុខអាចការពារបានជំងឺតែមួយមុខតែប៉ុណ្ណោះបាទហើយថ្នាំការពារបាទខុសៗគ្នាវាមានវិធីប្រើប្រាស់ខុសគ្នាបាទហើយមួយទៀតវ៉ាក់សាំងដែលនៅសល់នៅពេលដែលបងប្អូនប្រើរួចបងប្អូនមិនគួរទុកវាទេបាទបងប្អូនគួរតែដុតវាចោលទៅបាទហើយបងប្អូនគួរតែបាទកត់ត្រាថ្ងៃខែនិងចំនួនបាទមាន់ដែលចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវបាទជៀសវាងយើងអត់បានកត់ថ្ងៃខែបាទអញ្ចឹងយើងចាក់ថ្ងៃណាយើងកត់ត្រាថ្ងៃហ្នឹងទៅបាទហើយមួយទៀតត្រូវចាក់ថ្នាំការពារដល់មាន់ទាំងអស់និងចាក់ឲ្យបានទៀងទាត់ទើបវាមានប្រសិទ្ធភាពបាទអញ្ចឹងខ្ញុំនឹងប្រាប់អំពីតារាងកម្មវិធីបាទសម្រាប់ធ្វើការពារជំងឺមាន់បាទទាក់ទងទៅនឹងវ៉ាក់សាំងផងដែរបាទសម្រាប់ធ្វើការចាក់វ៉ាក់សាំងបងប្អូនគួរតែធ្វើការចាក់វ៉ាក់សាំងទៅតាមអាយុមាន់បាទអញ្ចឹងសម្រាប់អាយុមាន់ដែលអាយុចាប់ពី3រហូតដល់5ថ្ងៃបងប្អូនគួរតែបាទធ្វើការចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺបាទគឺជំងឺដង្កោកាច់ដែលហៅថាជំងឺយូកាសបាទអញ្ចឹងដើម្បីចាក់បងប្អូនគួរតែបន្តក់ក្នុងភ្នែកបាទឬក៏ច្រមុះបាទហើយចំពោះអាយុមាន់របស់បងប្អូនបាទចាប់ពី10ឬក៏ចន្លោះពី7រហូតដល់10ថ្ងៃហ្នឹងបងប្អូនគួរតែធ្វើការចាក់វ៉ាក់សាំងការពារនៅជំងឺអុតមាន់បាទហើយក្នុងការបញ្ចូលបាទតកតងទៅនឹងបញ្ចូលបងប្អូនគួរតែជួសបាទស្បែកស្លាបរងបាទអញ្ចឹងបងប្អូនគួរតែធ្វើវាទៅបាទហើយចំពោះមាន់បងប្អូនអាយុចាប់ពី2ខែឡើងបាទន័យថាអាយុ2ខែបងប្អូនគួរតែធ្វើជំងឺបាទការពារបើថាធ្វើការពារនៅជំងឺអាសន្នរោគបាទអញ្ចឹងបងប្អូនគួរតែចាក់នៅសាច់ដុំបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចនៅក្នុងករណីមាន់បាទទុកសម្រាប់ធ្វើមេនិងបាបងប្អូនគួរតែចាក់រំលឹកឡើងវិញ5ទៅ6ខែម្ដងនៅជំងឺយូកាសជំងឺអាសន្នរោគនិងជំងឺរលាកផ្លូវដង្ហើមផងដែរបាទអញ្ចឹងនេះជាតារាងកម្មវិធីសម្រាប់ធ្វើការចាក់វ៉ាក់សាំងក្នុងការពារបាទជំងឺមាន់របស់បងប្អូនដើម្បីកុំឲ្យវាឈឺបាទហើយមួយទៀតបងប្អូនគួរតែធ្វើការទម្លាក់ព្រូនបាទអញ្ចឹងព្រូនបាទអញ្ចឹងបងប្អូនគួរតែទម្លាក់លើកទី1នៅពេលមាន់បងប្អូនមានអាយុ1ខែនឹងធ្វើឡើងវិញបាទរយៈពេល2ទៅ3ខែបាទក្រោយមកបាទហើយគេអាចប្រើថ្នាំបាទពពួកមេបង់តសុលបាទសម្រាប់ទម្លាក់ព្រូនបាទក្នុងថ្នាំមេបង់តសុលមួយគ្រាប់ហ្នឹងបងប្អូនប្រើសម្រាប់ដាក់ឲ្យមាន់បាទដែលមានទម្ងន់សរុប5គីឡូទៅបាទអញ្ចឹងបងប្អូនគួរតែធ្វើវាទៅបាទសម្រាប់ធ្វើការទម្លាក់ព្រូនបាទហើយមួយទៀតនេះគ្រាន់តែវាជាកត្តាសម្រាប់ការពារទេប៉ុន្តែប្រសិនបើបងប្អូនបាទ
ខ្វះនៅតកតងទៅនឹងជីវសុវត្ថិភាពនិងការធ្វើអនាម័យបាទអញ្ចឹងមន់របស់បងប្អូនគង់តែឈឺដដែលនោះបាទទោះបីជាបងប្អូនធ្វើការចាក់វ៉ាក់សាំងឲ្យថាគ្រប់ចំនួនក៏ដោយក៏នៅតែមន់របស់បងប្អូននៅតែកើតជំងឺដដែលអញ្ចឹងកត្តាដែលសំខាន់មួយទៀតគឺតកតងទៅនឹងជីវសុវត្ថិភាពនិងការធ្វើអនាម័យបាទចឹងមន់សុខភាពល្អគឺជាគន្លឹះដ៏សំខាន់សម្រាប់ការចិញ្ចឹមរបស់បងប្អូនចឹងបងប្អូនស្ទើរតែទាំងអស់បាទមានការខាតបង់ដោយសារការផ្ទុះឡើងនៅជំងឺបាទឆ្លងការសាហាវដែលធ្វើឲ្យមន់របស់បងប្អូនបាទងាប់ស្ទើរតែគ្មានសល់ក្នុងមួយឆ្នាំបាទចឹងជំងឺបង្កឡើងដោយពពួកវីរុសបាទគ្មានថ្នាំព្យាបាលទេបាទមួយទៀតជំងឺបណ្ដាលមកពីបាក់តេរីអាចព្យាបាលបានខ្លះបាទដោយប្រើថ្នាំពពួកអង់ទីប៊ីយោទិកបាទជំងឺដែលបណ្ដាលមកពីប៉ារ៉ាស៊ីតបាទពពួកព្រូនបាទអង្គែហ្នឹងបាទព្យាបាលបានដោយប្រើថ្នាំទម្លាក់ព្រូនឬក៏ថ្នាំសម្រាប់អង្គែបាទហើយមន់អាចចម្លងជំងឺយ៉ាងរហ័សពីមួយទៅមួយតាមរយៈកាកសំណល់បាទលីមួកទឹកសម្បោរជាដើមបាទជួនកាលអ្នកចិញ្ចឹមមិនអាចមើលដឹងថាមន់ណាមួយមានទុកជំងឺនោះឡើយបាទកត្តាមួយទៀតគឺអនាម័យកន្លែងចិញ្ចឹមបាទសម្រាប់បងប្អូនគួរតែធ្វើការសម្អាតបាទព្រៃជុំវិញកន្លែងដែលបងប្អូនចិញ្ចឹមហ្នឹងបាទត្រង់ហ្នឹងគឺបងប្អូនគួរតែសម្អាតកាប់ឆ្ការវាស្អាតទៅបាទហើយលុបដីក្រឡុកដែលថាទឹកដក់ឲ្យបានស្អាតល្អបាទហើយត្រូវក្រាលបាតត្រង់ជាមួយនឹងកាមឬក៏កំទេចអាចរណាអញ្ចឹងទៅបាទហើយក្នុងកន្លែងដែលមន់ដេកបាទត្រង់ហ្នឹងបងប្អូនគួរតែបោសសម្អាតវាបាទទាំងសម្រាមទាំងលិមួកវាបងប្អូនគួរតែសម្អាតវាជារៀងរាល់ថ្ងៃទៅបងប្អូនចំណាយតែ30នាទីបងប្អូនអាចធ្វើបានហើយបាទបងប្អូនទំនេរស្មើណាបងប្អូនធ្វើស្មើហ្នឹងណាហើយត្រូវសម្លាប់មេរោគនិងពពួកប៉ារ៉ាស៊ីតបាទក្នុងទ្រុងនិងទីធ្លាចិញ្ចឹមបាទជារៀងរាល់មុនបងប្អូនបាទដាក់មន់យ៉ាងតិចមួយសប្តាហ៍ដោយបងប្អូនប្រើនៅកបោយសបាទបាចវាបាទដើម្បីកុំឲ្យមន់ឆ្លងមេរោគផងដែរបាទហើយចំពោះកត្តាមួយទៀតគឺកត្តាអនាម័យចំណីអាហារនិងទឹកបាទទឹកផឹកអញ្ចឹងបងប្អូនមិនត្រូវយកទឹកកខ្វក់បាទមកឲ្យមន់ផឹកនោះទេបាទហើយត្រូវបដូរទឹកថ្មីបាទមួយថ្ងៃបងប្អូនគួរតែបដូរម្ដងទៅបាទហើយចំណីដែលថាដុះផ្សិតឬក៏ផ្អូមជូរបងប្អូនមិនគួរផ្ដល់ឲ្យវាស៊ីនោះឡើយបាទបើសិនជាបងប្អូនឲ្យវាស៊ីបណ្ដាលឲ្យមន់របស់បងប្អូនឈឺបាទសង្កុកជាដើមបាទចំណុចទៀតបងប្អូនគួរតែធ្វើការរៀបចំការចិញ្ចឹមបាទអញ្ចឹងត្រូវបាទបងប្អូនត្រូវរៀបចំបាទចាក់បាទតកតងទៅនឹងដាក់តាមប្រភេទនិងចំនួនរបស់មន់បាទថាចំនួនរបស់វាក្រុមមេបាមន់ជំទង់និងមន់ទីទូចបាទដាក់ដលែកទៅបាទអញ្ចឹងមន់ទូចបាទកូនមន់ដាក់ទ្រុងដលែកមន់ជំទង់យើងដាក់ទ្រុងដលែកទៅហើយមន់មេបាបងប្អូនគួរតែដាក់ដលែកទៅបាទហើយមន់ទិញឬក៏យកមន់ថ្មីចូលបងប្អូនគួរតែរក្សាទុកវាឲ្យដលែកដាច់ពីគេចំនួន14ថ្ងៃបាទបើសិនមន់ថាមានសុខភាពល្អបងប្អូនគួរតែដាក់ចូលជាមួយមន់ចាស់ដែលបងប្អូនចិញ្ចឹមហ្នឹងទៅបាទអញ្ចឹងយើងមិនដឹងថាមន់ដែលយើងទិញឬក៏ដែលយើងនាំចូលមកថ្មីវាមានជំងឺនេះឡើយបាទបងប្អូនគួរតែក្រងទុករយៈពេល14ថ្ងៃទៅជាការល្អដើម្បីការពារកុំឲ្យវាឈឺដល់មន់បងប្អូននៅក្នុងទ្រុងបាទអញ្ចឹងវាជាការល្អបាទចំណុចមួយទៀតគឺអនាម័យបាទអនាម័យការចម្លងពីក្រៅនិងឧបករណ៍ចិញ្ចឹមអញ្ចឹងមុនពេលចូលបាទមុនពេលចូលក្នុងទ្រុងមន់បងប្អូនត្រូវសម្លាប់មេរោគជាពិសេសដោយទឹកកំបោរបាទជ្រលក់ស្បែកជើងដែលមានដាក់នៅមាត់ច្រកចូលជាមុនសិនបាទឬក៏បងប្អូនអាចបាចនៅកបោសនៅមុខទ្វារចូលបាទមុននឹងយើងចូលទៅសម្អាតបងប្អូនគួរតែដាក់កបោសទៅបាទហើយហាមមិនឲ្យមនុស្សខាងក្រៅបាទដើរកាត់ឬក៏អ្នកចិញ្ចឹមបាទកន្លែងផ្សេងចូលក្នុងទ្រុងមន់របស់បងប្អូនឡើយបាទហើយសម្រាប់ស្នូកទឹកស្នូកចំណីត្រូវឧស្សាហ៍ដុសលាងបាទសម្អាតជារៀងរាល់ថ្ងៃពេលបាទពេលផ្លាស់ប្ដូរចំណីឬទឹកបាទ
ហើយវាស៊ីឬក៏ផឹកបាទចឹងបងប្អូនគួរតែសម្អាតវាទៅបើសិនបើបងរបស់បងប្អូនងាប់បងប្អូនគួរតែកប់ឬក៏ដុតវាចោលទៅមិនត្រូវបោះចោលពីវាពីកាលនោះឡើយបាទហើយមិនត្រូវបរិភោគបាទមិនត្រូវបរិភោគបាទមនដែលបងប្អូនងាប់បាទដោយសារជំងឺនេះទេបាទអញ្ចឹងខ្ញុំធ្លាប់ចេញវីដេអូពីមុនមកសម្រាប់អ្នកស្រុកអ្នកភូមិរបស់ខ្ញុំគាត់តែងតែថាចិញ្ចឹមទៅគឺមានការឆ្លងជំងឺជាច្រើននិងងាប់ជាច្រើនផងដែរអញ្ចឹងបងប្អូនអាចមើលវីដេអូចាស់ទៅបងប្អូននឹងដឹងបាទដឹងពីសាសផ្សេងក្នុងការពារបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេដើម្បីចែករំលែកបងប្អូនចេះទាំងអស់គ្នាហើយខ្ញុំសូមអធិស្ឋានថ្ងៃនេះខ្ញុំរៀងផ្ដាសាយបាទបើសិនបើមានពាក្យពេចន៍លឺលុះខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានហើយចំពោះបងប្អូនដែលមិនទាន់បានចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់ក៏ដូចជាធ្វើការលើកទឹកចិត្តឲ្យខ្ញុំបង្កើតនៅវីដេអូថ្មីៗដើម្បីចែករំលែកឲ្យបងប្អូនចេះបាទអំពីរបៀបក្នុងការចិញ្ចឹមមាន់ទាំងអស់គ្នាផងដែរបាទហើយជាចុងក្រោយជូនពរបងប្អូនបាទទាំងអស់គ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យបងប្អូនបាទទទួលទានមានបានគ្រប់មុខរបរទាំងអស់និងជោគជ័យក្នុងការចិញ្ចឹមមាន់បាទហើយក្នុងការធ្វើដំណើរទាំងជិតទាំងឆ្ងាយសូមបងប្អូនធ្វើដំណើរដោយសុវត្ថិភាពនិងជូនពរបងប្អូននៅតាមបន្ទាត់ព្រំដែនក៏ដូចជាបងប្អូនបាទកងទ័ពជួរមុខសូមឲ្យបងប្អូនទទួលសុខបាទទទួលបានសុខសុវត្ថិភាពគ្រប់ពេលវេលានិងគ្រប់ទីកន្លែងបាទអញ្ចឹងយើងរួបរวมគ្នាក្នុងការពារដែនដីបាទសវណ្ណភូមិរបស់យើងដើម្បីបាទទុកជាកេរដំណែលដល់កូនចៅរបស់យើងចំនួនក្រោយទៀតផងដែរបាទអញ្ចឹងអរគុណច្រើនបាទជម្រាបលាបាទ